ចាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនាងខ្ញុំមានម្ហូបពីរមុខយកមកបង្ហាញជូនបងប្អូនចាម្ហូបទី1គឺស្ងោរស៊ុបត្រីឆ្លាតជាមួយនឹងម្រះចាបងប្អូនគឺយើងមានតែបន្លែតែប្រហែលមុខទេដើម្បីធ្វើស៊ុបនេះហើយស៊ុបនេះគឺថាងាយស្រួលខ្លាំងមែនតើហើយពេលធ្វើហើយគឺយើងចុចជាមួយនឹងទឹកត្រីដូចរូបដែលយើងបានបង្ហាញអញ្ចឹងតែដើម្បីកុំឲ្យបងអង្គយូរបងប្អូនមកពិធីធ្វើទាំងអស់គ្នាដំបូងឡើយគឺយើងហាន់ស្លឹកខ្ទឹមបន្តិចសិនហើយហាន់ជាមួយនឹងគល់ខ្ទឹមចាបន្តមកទៀតនេះម្រះគឺយើងខ្វៀលវាយកគ្រាប់ចេញយកស្នូលចេញមកចាហើយហាន់វាជាប្រទះស្ដើងបន្ទាប់មកទៀតហ្នឹងយើងដាក់ទឹកនឹងចានដែកមួយហើយដាក់អំបិលមកចាប់ទៅដាក់ផ្សិតចូលយើងកាត់គល់ផ្សិតនេះឲ្យស្អាតដាក់ផ្សិតចូលទៅផ្សិតច្បាយហ្នឹងក៏យើងកាត់គល់វាឲ្យស្អាតដែរហើយបន្តមកទៀតយើងមកលាយគ្រឿងជាមួយនឹងប្រហិតថៃឡាតរបស់យើងម្ដងប្រហិតថៃឡាតនេះគឺយើងវាយវាឲ្យស្វិតឲ្យម៉ត់ដាក់គ្រឿងមានដូចជាស្លឹកខ្ទឹមបំពងម្រេចចាម្សៅស៊ុបរ៉ូឌីហ្នឹងហើយនឹងប៊ីចេងបន្តិចមកហើយចាប់ផ្ដើមកូរច្របល់វាឲ្យវាចូលជាតិគ្នាសព្វល្អវាយតតែសាច់ប្រហិតរបស់យើងចូលជាតិហើយវាឡើងស្វិតហើយយើងនេះបងប្អូនយើងសេរីវាទុកមកដុំម្លែងចឹងសិនមកបន្ទាប់មកទៀតហ្នឹងគឺយើងទៅកូរគ្រឿងយើងឲ្យឡើងក្លិនឈ្ងុយដាក់ផេងបន្តិចដាក់មើមខ្ទឹមដែលបានច្រាមហ្នឹងបំពងឈ្ងុយហើយហ្នឹងដាក់ផ្សិតចំបើងចូលហើយកូរត្រឡប់ចលាងគឺយើងដាក់ទឹកចូលតែម្ដងហើយរងាស់ទឹកនេះឲ្យវាចូលជាតិដាក់គ្រឿងគ្រូដូចអំបិលប៊ីចេងស្ករសអីបន្តិចចឹងទៅបងប្អូនចាប់ផ្ដើមវាកូរហើយទុកវាឲ្យពុះចាបន្ទាប់ពីពុះហើយហ្នឹងគឺយើងចាប់ផ្ដើមបង់គល់ខ្ទឹមលីងតមកទៀតហ្នឹងដាក់ជាមួយនឹងបន្លែប្លុករបស់យើងចាឆ្អិនហើយគឺយើងដាក់ញ៉ាំបដាយើងបងបន្លែបដាអញ្ចឹងទៅហូបមួយមុខហ្នឹងយើងចុចជាមួយនឹងទឹកត្រីឬក៏ទឹកស៊ីអ៊ីវជាមួយនឹងម្ទេសដែលយើងបានហាន់ញិចអញ្ចឹងទៅឥឡូវមកបង្ហាញម្ហូបទី2ម្ដងគឺស៊ុបពងទាកូនជាមួយនឹងតឡាចម្ដងបងប្អូនមួយមុខហ្នឹងក៏តំណងណាស់ដែរបងប្អូននិយាយវាថាជាតិនោះចាបងប្អូនស៊ុបពងទាកូនជាមួយតឡាចនេះភាគច្រើនអត់សូវមានអ្នកធ្វើទេហើយបន្លែវាក៏អត់សូវសាំញ៉ាំដែរដោយរូបភាពដែលបងប្អូនបានឃើញអញ្ចឹងហើយផ្ទាប់វាជាមួយនឹងអំបិលម្រេចញិចជាមួយនឹងម្ទេសហិលនិយាយវាថាជាតិនោះបងប្អូនហើយតោះឥឡូវមកមើលពីវិធីធ្វើដំបូងឡើយនោះគឺយើងដាក់ស្ងោរពងទាកូនបន្តមកទៀតដាក់ផ្សិតរបស់យើងពីរមុខមានផ្សិតច្បើងហើយនឹងផ្សិតសមិញហ្នឹងត្រាំទឹកវាចោលទៅហើយពងទាកូនដែលយើងបានស្ងោរហ្នឹងគឺបកវាសបកឲ្យមកបន្តមកទៀតហ្នឹងគឺយើងរំលីងគ្រឿងទៀតហើយបងប្អូនរំលីងគ្រឿងរបស់យើងនេះមានដាក់ប្រេងឆាចូលហើយហ្នឹងដាក់ខ្ទឹមបំពងហើយដាក់ផ្សិតចូលហើយដាក់ជាមួយនឹងតឡាចកូរច្របល់ចុះឡើងហើយយើងចាប់ផ្ដើមចាក់ទឹកចូលណាចាចាក់ទឹកក្តៅចូលទៅឲ្យឆាប់ពុះឲ្យឆាប់បានញ៉ាំអញ្ចឹងណាបន្តមកទៀតហ្នឹងគឺយើងដាក់គ្រឿងក្រៅចូលចាយើងបង់គ្រឿងវាឲ្យឈ្ងុយអញ្ចឹងមកមានអំបិលប៊ីចេងស្ករដដែលហ្នឹងបងប្អូនបន្តមកទៀតហ្នឹងគឺយើងរោយជាមួយនឹងដើមខ្ទឹមចាហើយមានលឹកជីវ៉ាន់ស៊ុយមានខ្ទឹមលេងបន្តមកទៀតហ្នឹងទុកឲ្យពុះចាហើយភ្លក់តាមតម្រូវចិត្តរបស់យើងរួចហើយយើងញ៉ាំជាមួយនឹងអំបិលម្រេចក្រូចឆ្មាចាស៊ុបមួយមុខនេះដែរគឺថាងាយស្រួលតែបងប្អូនមានពេលធ្វើបងប្អូនអាចធ្វើជុំគ្នាទៅនេះតែឆ្ងាញ់តែម្ដងឡើងតំណងតែម្ដងណាបងប្អូន